កុកកដមិត្តសេចក្តីខាងដើមព្រះសាស្តាកាលគង់នៅក្នុងវត្តចេតពុនទ្រង់ប្ររពព្រានម្នាក់ឈ្មោះកុកកដមិត្តបានត្រាស់ព្រះធម្មទេសនានេះថាបាណមហេជេវណោនះសៈជាដើមធីតាសិទ្ធិស្រឡាញ់នាយព្រានកុកកដមិត្តបានលើថានៅក្នុងក្រុងរាជក្រឹសមានធីតាសិទ្ធិម្នាក់ចម្រើនវ័យហើយមេដាបេដារបស់នាងឲ្យនាងទៅក្នុងបន្ទប់ដ៏ឯកដ៏ខាងលើនៃប្រាសាទ7ជាន់ដោយប្រគល់ស្ត្រីបម្រើម្នាក់ឲ្យនៅជាមួយដើម្បីបម្រើនាងការដែលមេដាបេដារបស់នាងធ្វើដូច្នេះព្រោះមានបំណងរក្សាកូនស្រីរបស់ខ្លួននៅរសៀលថ្ងៃមួយនាងបានក្រឡេកមើលទៅថ្នល់តាមបង្អួចបានឃើញព្រានមរឹកម្នាក់ឈ្មោះកុកកដមិត្តដែលកាន់អន្ទាក់500និងស្ន500សម្រាប់មរឹកទាំងឡាយចិញ្ចឹមជីវិតសម្រាប់មរឹក500ហើយលើកដាក់លើរទេះបរចូលទៅកាន់ព្រះនគរដើម្បីលក់សាច់ក៏មានចិត្តប្រតិព័ទ្ធព្រានមរឹកនោះបានឲ្យបណ្ដាការទៅស្ត្រីបម្រើហើយបញ្ជូនទៅដោយពាក្យថានាងចូលនាំយកបណ្ដាការនេះទៅឲ្យបរោះនោះហើយសួរឲ្យដឹងថាគាត់នឹងត្រឡប់ទៅវិញនៅពេលណាស្ត្រីបម្រើនោះទៅដល់ទីនោះហើយឲ្យបណ្ដាការទៅព្រានមរឹកនោះហើយសួរថាកាលណាលោកនឹងត្រឡប់ទៅវិញនាយព្រានឆ្លើយតបថាថ្ងៃនេះយើងលក់សាច់អស់ហើយនឹងចេញទៅតាមទ្វារឈ្មោះឯណោះអំពីព្រលឹមស្ត្រីបម្រើស្ដាប់ពាក្យដែលនាយព្រាននោះប្រាប់ហើយត្រឡប់មកប្រាប់សិទ្ធិធីតាសិទ្ធិធីតាលួចរត់ចេញទៅតាមនាយព្រានសិទ្ធិធីតាប្រមូលសម្ពុតនិងអាភារណៈដែលខ្លួនអាចយកទៅបានស្លៀកសម្ពុតចាស់កណ្ដៀតក្អមចេញអំពីផ្ទះតាំងពីព្រលឹមធ្វើដូចជាទៅកាន់កំពង់ទឹកជាមួយនឹងពួកនាងទាសីដល់ទីនោះហើយបានឈររងចាំដំណើរមករបស់នាយព្រានចំណែកនាយព្រានក៏បរទេះទៅផ្ទះវិញអំពីព្រលឹមដែរចំណែកនាងក៏ដើរតាមក្រោយរទេះនោះព្រានកុកកដមិត្តឃើញនាងដើរតាមក្រោយខ្លួនក៏សួរថាសូមទោសខ្ញុំមិនស្គាល់នាងថានាងជាធីតារបស់អ្នកណាដូច្នេះនាងកុំមកតាមខ្ញុំអីនាងឆ្លើយថាលោកមិនបានហៅខ្ញុំមកតាមធម្មតារបស់ខ្ញុំលោកនៅស្ងៀមហើយគិតតែបរទេះរបស់លោកខ្លួនទៅនាយព្រានសួរនាងហើយសួរទៀតលុះនាងនិយាយថាការហាមសិរីដែលមកកាន់សំណាក់របស់ខ្លួនមិនសមគួរឡើយទើបដឹងថាការដែលនាងមកនេះគឺមកដើម្បីខ្លួនដោយឥតសង្ស័យហើយបានបីនាងឡើងកាន់រទេះបតទៅទៀតទៅមេដាបេដារបស់នាងឲ្យមនុស្សស្វែងរកសពទីកន្លែងប៉ុន្តែមិនឃើញក៏សម្គាល់ថានាងស្លាប់ហើយក៏ផ្ដើមធ្វើផាត់ដើម្បីអ្នកស្លាប់កមតកផាត់ព្រោះតែនៅរួមជាមួយនឹងនាយព្រាននោះនាងក៏ប្រសូតបានបុត្រ7នាក់ដោយលំបាកក្នុងកាលដែលបុត្រទាំងនោះចម្រើនវ័យហើយនាងបានចងបុត្រទាំងនោះដោយចំណងគឺផ្ទះថ្ងៃមួយព្រះសាស្តាទ្រង់ប្រមូលមើលនៅសត្វលោកក្នុងវេលាជិតភ្លឺទ្រង់ឃើញនាយព្រានកុកកដមិត្តព្រមទាំងបុត្រនិងកូនប្រសាចូលទៅក្នុងសំណាញ់គឺព្រះញាណរបស់ព្រះអង្គទ្រង់ពិចារណាតទៅទៀតថាតើមានហេតុអ្វីទៅណទ្រង់ឃើញឧបនិស្ស័យនៃជនទាំងនោះហើយទ្រង់ប្រថាប់បាតនឹងជីវរយាងទៅកាន់ទីដាក់អន្ទាក់របស់នាយព្រាននោះតាំងអំពីព្រលឹមថ្ងៃនោះមរឹកសូម្បីតែមួយក៏មិនបានជួបអន្ទាក់ដែរព្រះសាស្តាទ្រង់សម្ដែងស្នាមព្រះបាទទុកចិត្តអន្ទាក់របស់ព្រានហើយទ្រង់គង់ក្រោមម្លប់ឈើមួយដើមខាងមុខនៃព្រានកុកកដមិត្តកាន់ធ្នូទៅកន្លែងដាក់អន្ទាក់អំពីព្រលឹមហើយពិនិត្យមើលអន្ទាក់តាំងពីដើមមិនឃើញមរឹកជាប់អន្ទាក់សូម្បីមួយបានឃើញស្នាមព្រះបាទរបស់ព្រះសាស្តាហើយក៏ត្រេះរិះដូច្នេះថានរណាដើរស្រាយមរឹកដែលជាប់អន្ទាក់របស់យើងអស់
នីព្រានចងអាឃាតនឹងព្រះសាស្តាកាលដើរទៅមុខបន្តិចក៏ឃើញព្រះសាស្តាដែលគង់ក្រោមដើមឈើក៏គិតថាសមណៈនេះប្រលែងមរឹកដែលជួបអន្ទាក់របស់យើងនឹងសម្លាប់សមណៈនេះរួចហើយក៏បានយឹតធ្នូតម្រង់ព្រះសាស្តាទ្រង់ធ្វើព្រានយឹតធ្នូបានប្រលែងធ្នូទៅមិនបាននាយព្រានប្រលែងកូនសទៅក៏មិនបានដាក់ធ្នូចុះវិញក៏មិនបានហាមអាការៈដូចជាបែកឆ្អឹងជំនីទាំងពីរមានទឹកមាត់ហូរចេញអំពីមាត់ឈរនៅដោយលំបាកគ្រានោះពួកបុត្ររបស់គាត់ទៅដល់ផ្ទះហើយនិយាយគ្នាថាបិតារបស់យើងទៅដេញសัตว์អីក៏យូរម្លេះតើមានហេតុអ្វីណោកាលព្រះមាតារបស់គេបញ្ជូនទៅដោយពាក្យថាមនាលកូនទាំងឡាយកូនឯងចូលទៅកាន់សំណាក់របស់ព្រះបិតាកូនឯងមើលម្នាក់ក៏នាំគ្នាកាន់យកធ្នូចេញទៅឃើញបិតាឈរដោយមានអាការៈដូច្នោះក៏គិតថាបរិសនេះប្រកាសជាបច្ចាមិត្តរបស់បិតាពួកយើងទាំង7នាក់យឹតធ្នូតម្រង់ព្រះសម្មាសម្ពុទ្ធក៏បានឈរតឹងត្រឹងដោយបិតារបស់ពួកគេដែរដោយអានុភាពរបស់ព្រះអង្គគ្រានោះមេដារបស់ពួកគេគិតថាព្រោះហេតុអ្វីណោបិតានិងបុត្ររបស់យើងទៅយូរម្លេះក៏នាំកូនប្រសា7នាក់ទៅកាន់ទីនោះលុះទៅដល់ទីនោះក៏បានឃើញជនទាំងនោះឈរសំកាំងដូច្នោះគិតថាជនទាំងនេះឈរយឹតធ្នូតម្រង់បុគ្គលណាណោក្រឡេកទៅក៏ឃើញព្រះសាស្តាទើបលើកដៃទាំងពីរស្រែកឡើងយ៉ាងខ្លាំងថាអ្នកទាំងឡាយកុំញ៉ាំងបិតារបស់ខ្ញុំឲ្យវិនាសឡើយពួកអ្នករាល់គ្នាកុំញ៉ាំងបិតារបស់ខ្ញុំឲ្យវិនាសឡើយនាយព្រានកុកកដមិត្តបានឮសំឡេងនោះហើយក៏គិតថាយើងវិនាសហើយណោព្រោះបរិសនោះជាឪពុកក្មេករបស់យើងស្លាប់ហើយយើងបានធ្វើកម្មធ្ងន់ណាស់សូម្បីបុត្ររបស់គាត់ក៏គិតថាវិនាសហើយពួកយើងព្រោះបរិសនោះជាជីតារបស់យើងពួកយើងបានធ្វើកម្មធ្ងន់ណាស់នាយព្រានកុកកដមិត្តបានធ្វើចិត្តទុកថាអ្នកនេះជាឪពុកក្មេករបស់យើងសូម្បីពួកបុត្ររបស់គាត់ក៏ញ៉ាំងមេត្តាចិត្តឲ្យកើតឡើងថាអ្នកនេះជាជីតារបស់ពួកយើងគ្រានោះសិទ្ធិធីតាដែលជាមេដារបស់ពួកគេបាននិយាយថាពួកអ្នកបោះធ្នូចោលហើយប្រញាប់សូមទោសបិតារបស់ខ្ញុំដើម្បីឲ្យបិតារបស់ខ្ញុំអត់ទោសឲ្យព្រះសាស្តាទ្រង់ជ្រាបថាចិត្តរបស់ជនទាំងនោះជាគុណជាទោទុនហើយទើបធ្វើពួកគេឲ្យដាក់ធ្នូចុះបានជនទាំងអស់នោះថ្វាយបង្គំព្រះសាស្តាហើយសូមឲ្យព្រះអង្គអត់ទោសឲ្យថាបបិទ្ធព្រះអង្គដ៏ចម្រើនសូមព្រះអង្គអត់ទោសឲ្យខ្ញុំព្រះអង្គទាំងឡាយផងលុះសុំទោសហើយក៏អង្គុយនៅក្នុងទីដ៏សមគួរលំដាប់នោះព្រះសាស្តាត្រាច់អនុពពីកថាដល់ពួកគេទីបំផុតនៃព្រះធម្មទេសនានាយព្រានកុកកដមិត្តព្រមទាំងបុត្រនិងកូនប្រសាបានសម្រេចសោតាបតិផលព្រះសាស្តាក៏ត្រាច់ទៅបិណ្ឌបាតលុះសម្រេចផាត់ទៅកិច្ចហើយស្ដេចយាងទៅកាន់វិហារវិញគ្រានោះព្រះអនន្តថេរទូលសួរព្រះអង្គថាបបិទ្ធព្រះអង្គដ៏ចម្រើនថ្ងៃនេះព្រះអង្គស្ដេចយាងទៅកាន់ទីណាព្រះសាស្តាមនាលអានន្ទថ្ងៃនេះតថាគតទៅកាន់សំណាក់របស់កុកកដមិត្តអានន្ទបបិទ្ធព្រះអង្គដ៏ចម្រើននាយព្រានកុកកដមិត្តនោះត្រូវព្រះអង្គធ្វើឲ្យជាអ្នកឈប់ធ្វើបាណាតិបាតហើយឬព្រះសាស្តាអានន្ទនាយព្រានកុកកដមិត្តនោះមានខ្លួនជាគម្រប់15បានតាំងនៅក្នុងសទ្ធាដែលមិនញាប់ញ័រជាអ្នកអស់សេចក្តីសង្ស័យក្នុងរតនៈទាំង3មិនធ្វើបាណាតិបាតទៀតទេពួកភិក្ខុក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនព្រាននោះមានភរិយាមិនមែនឬព្រះសាស្តាទ្រង់ត្រាស់ថាពិតមែនហើយភិក្ខុទាំងឡាយនាងជាកុមារិកាក្នុងត្រកូលសេដ្ឋីម្នាក់បានសម្រេចសោតាបតិផលហើយភិក្ខុសន្ទនាគ្នាថាភរិយារបស់នាយព្រានកុកកដមិត្តបានសម្រេចសោតាបតិផលក្នុងកាលដែលខ្លួននៅក្មេងតូចម្ល៉េះ
ហើយទៅកាន់ផ្ទះរបស់នាយព្រាននោះបានបុត្រ7នាក់ហើយនាងត្រូវស្វាមីប្រើអស់កាលប៉ុណ្ណេះទៀតថានាងចូលនាំធ្នូមកចូលនាំកូនសមកចូលនាំលំពេងមកចូលនាំស្នមកចូលនាំយកអន្ទាក់មកបានឲ្យវត្ថុទាំងនោះទៅព្រាននាយព្រាននោះកាន់យកគ្រឿងប្រហារដែលនាងឲ្យហើយនោះទៅធ្វើបាណាតិបាតដូច្នេះសូម្បីតែព្រះសោតាបានទាំងឡាយក៏នៅតែធ្វើបាណាតិបាតដែរឬព្រះសាស្តាស្ដេចជាងមកហើយត្រាស់សួរថាមនាលភិក្ខុទាំងឡាយតើអ្នកទាំងឡាយអង្គុយប្រជុំសន្ទនាគ្នាអំពីរឿងអ្វីកាលភិក្ខុទាំងនោះក្រាបទូលថាអំពីរឿងឈ្មោះនេះក៏ទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយព្រះសោតាបានមិនធ្វើបាណាតិបាតប៉ុន្តែការដែលនាងធ្វើដូច្នោះព្រោះបានគិតថាយើងនឹងធ្វើតាមពាក្យស្វាមីចិត្តរបស់នាងមិនមានបំណងចង់ឲ្យស្វាមីរបស់ខ្លួនកាន់យកគ្រឿងប្រហារដែលនាងហុចឲ្យនោះទៅធ្វើបាណាតិបាតឡើយពិតណាស់កាលបាតដៃមិនមានដំបៅថ្នាំពឹសក៏មិនអាចនឹងឲ្យទោសដល់អ្នកកាន់ថ្នាំពឹសនោះដែរយ៉ាងណាដែលឈ្មោះថាបាបរមែងមិនមានដល់អ្នកមិនធ្វើបាបសូម្បីនាំគ្រឿងប្រហារទាំងឡាយមានធ្នូជាដើមចេញឲ្យព្រោះមិនមានអកុសលចេតនាដូច្នោះដែរលុះទ្រង់សម្ដែងដូច្នេះហើយកាលនឹងបន្តអនុសន្និសិទដើម្បីសម្ដែងធម៌ទើបត្រាស់ធម្មទេសនានេះថារឿងនេះត្រូវបានបញ្ចប់តែត្រឹមនេះឯងសូមរងចាំទស្សនានៅភាគបន្ត